ធ្វើរឿងប្រមាណចំណុចនេះដើម្បីបង្ការបញ្ហាភ្នែកក្នុងរដូវក្តៅបច្ចុប្បន្ននេះរលកកម្ដៅអាចកើនឡើងដល់40អង្សាតាមការប្រកាសរបស់ក្រសួងធនធានទឹកនិងឧតុនិយមវាជាការពិតណាស់រលកកម្ដៅខ្លាំងអាចធ្វើឲ្យភ្នែកយើងស្ងួតងាយក្រហមនិងមានការរលាករោគសញ្ញាទាំងអស់នេះអាចនាំឲ្យមានការដំបៅកញ្ចក់ភ្នែកនិងការមើលឃើញថយចុះដូច្នេះក្នុងរដូវចូលឆ្នាំខ្មែរនេះត្រូវជាមួយនឹងអាកាសធាតុក្តៅផងតើយើងគួរថែរក្សាសុខភាពភ្នែកយើងដូចម្តេចខ្លះទី1កុំមើលពន្លឺព្រះអាទិត្យចំដោយផ្ទាល់ដែលវាអាចធ្វើឲ្យយើងក្រហាយនិងស្ងួតភ្នែកទី2ការពារកម្ដៅដោយការពាក់មួកនិងការពាក់វ៉ែនតាវាមានមុខងារដល់ទៅ2គឺទី1វាអាចការពារកម្ដៅផងនិងការពារកាំរស្មី UV ពីព្រះអាទិត្យផងដូច្នេះលោកអ្នកត្រូវជ្រើសរើសវ៉ែនតាណាដែលមានមុខងារការពារកាំរស្មី UV របស់ព្រះអាទិត្យទី3គឺពិសាទឹកឲ្យបានច្រើនទី4ប្រើប្រាស់ថ្នាំសម្ដើមកញ្ចក់ភ្នែកដូច្នេះក្នុងរដូវចូលឆ្នាំខ្មែរនេះលោកអ្នកត្រូវការពារភ្នែករបស់អ្នកជាមួយនឹងធូលីម្សៅប៉ាតនិងការលាងជះទឹកជាដើមប្រសិនបើលោកអ្នកមានបញ្ហាភ្នែកសូមអញ្ជើញជួបជាមួយនឹងគ្រូពេទ្យជំនាញដើម្បីធ្វើការពិនិត្យនិងព្យាបាលបានទាន់ពេលវេលា